លោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបន្តឧបត្ថម្ភលើកទឹកចិត្តចំនួន2លានរៀលជូននគរបាលជំនាញព្រំប្រទានខណ្ឌចំការមនដែលបង្ក្រាបជនសង្ស័យ2នាក់ពាក់ព័ន្ធអំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងជនបរទេសប្រតិបត្តិការឃាត់ជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង 11:20 នាទីថ្ងៃទី 7 ខែឧសភាឆ្នាំ 2025 ដឹកនាំដោយលោកវរៈស្នេហ៍តូហួរមេងហ៊ួនអធិការនគរបាលខណ្ឌចំការមនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់និងជំនាញព្រំប្រទាននៃអធិការដ្ឋាននគរបាលខណ្ឌចំការមនស្រាវជ្រាវរហូតឈានដល់ការជប់បង្ក្រាបក្រុមជនសង្ស័យទាំងពីរនាក់បានសម្រេចក្រោយធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋជនសង្ស័យទាំងពីរនាក់មានឈ្មោះគឿនគុណភេទប្រុសអាយុ33ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះជួលភូមិដើមកោសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញមុខរបរមិនពិតប្រាកដគ្មានសារធាតុញៀនជាជនដៃដល់និងជាមុខសញ្ញាថ្មីនិងម្នាក់ទៀតឈ្មោះលីហ្វាស៊ីភេទប្រុសអាយុ32ឆ្នាំជនជាតិខ្មែរអ៊ីស្លាមស្នាក់នៅផ្ទះលេខ1006ភូមិ2សង្កាត់ច្រាំងចម្រេះទី1ខណ្ឌឫស្សីកែវរាជធានីភ្នំពេញមុខរបរមិនពិតប្រាកដមានសារធាតុញៀនជាអ្នកបិទគូតពីក្រោយនិងជាមុខសញ្ញាចាស់ក្រោយឃាត់ខ្លួននគរបាលដកហូតវត្ថុតាងរួមមានម៉ូតូធ្វើសកម្មភាពចំនួន2គ្រឿងម៉ាកស្កូពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1JC 4086និងម៉ាក Honda C125 ពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 1LE 8243កាបូបដៃធ្វើអំពីក្រណាត់ពណ៌ប្រផេះចំនួន1ផលនៃបទល្មើសលិខិតឆ្លងដែនចំនួន2ក្បាលកាតការងារជនបរទេសចំនួន1អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋចិនចំនួន3សន្លឹកនិងប័ណ្ណបើកបរជនបរទេសចំនួន1គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី4ខែឧសភាឆ្នាំ2025មានក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ពលរដ្ឋដោយនៅចំណុចក្លឹប Ultra ស្ថិតក្នុងក្រុម78ភូមិ14សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនកសាងសំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ខេមពពព័ត៌មានថ្មីគ្រប់វិនាទី